អត្ថភាពទី1នៅក្នុងឆ្នាំ2026របស់ខ្ញុំនោះគឺជាការបញ្ចប់ថ្នាក់បញ្ញាបត្រព្រមទាំងការបោះពុម្ពសភៅសារណាបត្រប្រកបដោយភាពជោគជ័យហើយនេះគឺជាសកម្មភាពដែលខ្ញុំដើររកទិញគ្រឿងផ្សំមួយចំនួនដើម្បីយកទៅពិសោធន៍សារណាបត្ររបស់ខ្ញុំហើយពេលទៅដល់មានអារម្មណ៍ surprise ហើយមានអារម្មណ៍មានមោទនភាពដោយសារពេលទៅឃើញមានផលិតផលរបស់ខ្មែរយើងមានលក់នៅក្នុងទីផ្សារបានច្រើនដែរតាំងពីមួយរយៈដែលយើងចាប់ផ្ដើមពហិការមកហើយវាក៏ reflect ធ្វើយើងដឹងថាតាំងពីទៅខ្មែរយើងក៏ខ្លាំងក៏អស្ចារ្យដែរគ្រាន់តែយើងអត់ទាន់បានប្រមូលផ្ដុំសាមគ្គីគ្នាជាធ្លុងមួយតែដល់ពេលវេលាមួយដែលយើងត្រូវរួមសាមគ្គីគ្នានៅក្នុងរយៈពេលខ្លីយើងបានសម្រេចរឿងមួយដ៏អស្ចារ្យខ្លាំងមែនហើយរំលឹកដល់ពេលការ10ឆ្នាំមុនណាផលិតផលខ្មែរស្ទើរតែមិនសូវមាននៅក្នុងទីផ្សារក៏ដោយសូម្បីតែឈើចាក់ថ្មិញក៏ផលិតនៅប្រទេសជិតខាងនាំចូលដែរហើយគ្រប់ពេលដែលខ្ញុំឃើញផលិតផលខ្មែរមានអារម្មណ៍ថាសប្បាយចិត្តហើយចង់គាំទ្រចង់ទិញបើទោះបីជាពេលខ្លះតម្លៃរៀងលើសទីផ្សារបន្តិចហើយខ្ញុំជឿជាក់ថាបើសិនជាយើងគាំទ្រផលិតផលខ្មែរទាំងអស់គ្នានៅថ្ងៃខាងមុខយើងនឹងអាចផលិតថ្លៃដើមបានធូរជាងមុន